រៀបចំបាយតាកូនទៅ ហើយចុះណៃនេះធ្វើអីនឹងអង្គុយអូសទូរស័ព្ទចុះឡើងនឹងមែន មើលបងឯងធ្វើប្រាប់ខ្ញុំមកច្បាស់លាស់តិចមើលព្រោះនៅជាមួយគ្នារាប់ឆ្នាំហើយបងឯងមានអីលាក់បាំងជាមួយខ្ញុំខ្លះ លាក់បាំងតោះលាក់បាំងរឿងអីខ្លះនេះបងមានរឿងអីត្រូវលាក់បាំងមួយអូនមែនទេ បងឯងប្រាប់ខ្ញុំមកច្បាស់លាស់មើលប្រាក់ខែបងឯងបានប្រមាណ 1000 ឬក៏ 2000 មួយខែបងឯងឲ្យខ្ញុំតែ500ណាអូនជិះពិបាកខ្លាំងណាស់ក៏ប៉ុន្តែបងឯងនេះមានលុយ30-40ម៉ឺនយកទៅឲ្យក្រុមគ្រួសារបងឯងឥឡូវនេះមានអីលាក់ទៀតប្រាប់ខ្ញុំមកអស់ណា បងភ្លេចគិតថាអនឯងនេះវាមានខ្សែបណ្ដាញច្រើនឥឡូវនេះបើចូលជាដឹងហើយដឹងតែហ្មងទៅកុំឲ្យបបាអនឯងសួរនាំច្រើនលុយ40ម៉ឺនហ្នឹងគឺជាលុយរបស់បងអន្សំយ៉ាងម៉េចគ្រាន់តែលុយរបស់បងអន្សំបងយកទៅប្រើប្រាស់បងយកទៅឲ្យប្អូនបងយកទៅឲ្យម៉ែព្យាបាលជំងឺវាខុសដែរមែនទេ មិនក៏បងឯងមកគិតមើលទៅថាបងឯងនេះមានប្រពន្ធមានកូនហើយមិនក៏បងឯងគិតតែពីគ្រួសារបងឯងមិនគិតពីអូនផង អូមួយខែ4-500អត់តន់គិតគូទៀតទេអូនឯងមើលមុខរបរលក់កាហ្វេដែលឯងធ្វើរាល់ថ្ងៃនេះតើបានមកពីណាមិនមែនបានមកពីបងដែលបងខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃហើយប្រព័ន្ធនេះហើយនៅមិនតន់គិតគូពីអនឯងហើយនឹងកូនទៀតមែនទេ មិនតន់នឹងហើយព្រោះតែខ្ញុំចាយលុយមិនតន់គ្រប់ ទោះបីជាបងមានប្រាក់ខែមួយខែ1000-2000ក៏ដោយក៏អនឯងនៅតែចាយមិនគ្រប់ដែរព្រោះអីដោយសារតែអនឯងមិនចេះចាយលុយចាយគ្មានខ្ទង់គ្មានខ្នាតចាយតាមតែអារម្មណ៍នេះអនឯងគិតថាបងមិនដឹងមែនទេថារងថ្ងៃអនឯងធ្វើអីខ្លះចំណូលដែលបានពីលក់កាហ្វេយកទៅធ្វើអីខ្លះ ហើយនេះបងឯងគិតថាលុយដែលខ្ញុំរកបានយកទៅណា គឺយកទៅជួយគ្រួសារអូននោះអីមួយថ្ងៃអូនដកដើមរកស៊ីយកទៅជួយបងអិតយកទៅជួយអាថេនអីខ្លះអូនគិតថាបងមិនដឹងមែនទេអូនេះបងគ្រាន់តែយកលុយ4-5ម៉ឺនយកទៅជួយបញ្ញាយកទៅជួយម៉ែបងពេលដែលគាត់ឈឺប៉ុណ្ណឹងអូនចាប់ទោសអូដំណើរចុះនៅពេលដែលអូនយកលុយតែម៉ឺនទៅឲ្យអាថេនទៅឲ្យបងអិតមិនក៏អូនមិនព្រមគិតផងគ្រាន់តែបងយកលុយប៉ុណ្ណឹងយកទៅឲ្យម៉ែបងយកទៅឲ្យប្អូ